ចឹងហើយបន្ទាប់ពី TikTok ban បើសិនជាខ្ញុំនៅតែចង់ធ្វើ content ទាក់ទងទៅនឹងរឿងពើហិង្សាប្រៃផ្សាយទាំងអស់ហ្នឹងគឺខ្ញុំធ្វើបានដូចគ្នាបង្កើត TikTok ថ្មីផុសអត់ខ្វះអ្នកមើលទេស្របគ្នាហ្នឹងក៏មកយកចុងក្រោយដឹងហើយនៅខ្មែរយើងគឺមានទាក់ទងនឹងករណីពើហិង្សាកាប់សម្លាប់គ្នាសាហាវប្រៃផ្សាយខ្លាំងមែនទែនបាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដំបូងមួយទៀតហើយដែលបានថតបង្ហាញមុខបែបនេះនៅក្នុង TikTok ថ្មីរបស់ខ្ញុំបាទពីមុនក៏ធ្លាប់ថតផុសចេញមុខដូចគ្នានៅក្នុង account TikTok ថ្មីរបស់បងប្អូនក៏អស់គ្នាពងឃើញហ្នឹងតែខ្ញុំលុបចេញវិញបាទហើយវីដេអូនេះក៏អាចនឹងត្រូវលុបដូចគ្នាប៉ុន្តែចង់និយាយរឿងមួយចំនួនទាក់ទងទៅនឹង account ចាស់របស់ខ្ញុំមានបងប្អូនមួយចំនួនអាចនឹងស្គាល់ខ្ញុំតាមរយៈ TikTok ចាស់របស់ខ្ញុំដែលមានឈ្មោះថា Dark Storytelling ដែលមានអ្នក follower ប្រហែលជា 32-33k ខ្ញុំភ្លេចបាត់ហើយតែ TikTok ហ្នឹងគឺត្រូវបានគេ ban បាត់ទៅហើយដោយសារវាខុសគោលការណ៍របស់ TikTok ច្រើនពេកបើនិយាយពី content ចាស់របស់ខ្ញុំនៅក្នុង TikTok នោះគឺមានបងប្អូនច្រើនតែគាត់គ្រប់គ្រងđểគាត់ចូលចិត្តមើលអញ្ចឹងណាបាទហើយបើសួរថាតើ TikTok ចាស់នោះធ្វើ content ទាក់ទងនឹងអីគេបាទมันមានមើលអីច្រើនអញ្ចឹងទៅគឺខ្ញុំភាគច្រើនcontent ដែលផ្ទុះដំបូងគេបំផុតនៅក្នុង TikTok ចាស់របស់ខ្ញុំគឺទាក់ទងទៅនឹងអំពើហិង្សារបស់ក្រុមកតាល់ហ្នឹងបាទរបស់ក្រុមកតាល់របស់ប្រទេសមិចស៊ីកូហ្នឹងហើយមានវីដេអូច្រើនជាបន្តដែលនិយាយពីព័ន្ធជាមួយនឹងក្រុមនឹងច្រើនមែនតើមានការប្រើប្រាស់អំពើហិង្សាសកម្មភាពដែលពួកវាសម្រាប់មនុស្សអីផ្សេងៗអញ្ចឹងទៅមករយៈចុងក្រោយមុនដែល TikTok ban ក៏ខ្ញុំផ្អាកផុសវីដេអូទាក់ទងទៅនឹងសកម្មភាពទាំងអស់ហ្នឹងមករយៈធំដែរTikTok ban account របស់ខ្ញុំហ្នឹងកាលពីខែធ្នូឆ្នាំ2025ខ្ញុំចាំបានមកតទៅពេលឥឡូវហ្នឹងចិត្តកន្លះឆ្នាំមិនខ្ញុំទឹកដាច់ចិត្តធ្វើវីដេអូនិយាយពីករណីហ្នឹងចេះដោយសារមានបងប្អូនយើងជួបនៅខាងក្រៅគាត់សួរគាត់ចំណាំមុខតាម TikTok បាទខ្ញុំមិននឹកស្មានខ្ញុំមានគេស្គាល់ខាងក្រៅដើរចង់ភ័យដែរហ្នឹងគេសួរថាបងឥឡូវណាដើរឃើញចេញវីដេអូតាម TikTok អីចឹងណាមានច្រើនមានជួបនៅតាមផ្សារទំនើបពេលខ្លះទៅដើរលេងអីគាត់ជួបខាងក្រៅគាត់សួរនាំអីចឹងទៅហើយខ្ញុំគាត់បានទៅវាប្រាប់អីប្រាប់គាត់ថា TikTok ban ប្រាប់ពួកគាត់ថា TikTok ban អីចឹងទៅហើយនិយាយស្មោះត្រង់ទៅទាក់ទងទៅនឹងការធ្វើ content ទាក់ទងនឹងពួកកតាលហ្នឹងក្រុមកតាលក៏ជាពើហិង្សាផ្សេងៗហ្នឹងពីចិត្តខ្ញុំហ្មងគឺខ្ញុំអត់សប្បាយចិត្តនឹងធ្វើបន្តទៀតទេបាទពីដើមឡើយអាចថាយើងធ្វើមកវីដេអូពីរវីដេអូក៏10វីដេអូដំបូងវាផ្ទុះមានអ្នកមើលច្រើនយើងសប្បាយចិត្តនឹងធ្វើដោយសារមាន view ច្រើននិយាយមែនណាវីដេអូការខ្ញុំធ្វើទាក់ទងនឹងក្រុមកតាលទាំងអស់ហ្នឹងមានវីដេអូណាមួយនោះក្នុងមួយថ្ងៃផុសដល់24ម៉ោងឲ្យមានអ្នក view ជាង1លានដងពេលហ្នឹងយើងសប្បាយចិត្តយើងយើងផុសទៅមានអ្នកមើលច្រើនដល់ពេលយើងគិតមើលសពទៅទាក់ទងនឹងអំពើហិង្សាអ្នកដែលបានស្ដាប់វីដេអូខ្ញុំចាស់ទាំងអស់ហ្នឹងប្រហែលជាដឹងទាក់ទងនឹងអំពើហិង្សារបស់ក្រុមកតាលគឺវាសាហាវប្រៃផ្សាយខ្លាំងប៉ុណ្ណាបាទខ្ញុំអាចនិយាយក្នុងវីដេអូនេះបានទេតែនៅមានវីដេអូទាំងអស់ហ្នឹងនៅក្នុង channel YouTube នៅក្រោម profile ហ្នឹងបើសិនជាទាំងអស់គ្នាចាប់អារម្មណ៍ចង់តរមើលអាចតរមើលបានប៉ុន្តែវាមិនមែនជាវីដេអូបង្ហាញលម្អិតស៊ីជម្រៅទាក់ទងនឹងសកម្មភាពទាំងអស់ហ្នឹងទេគ្រាន់តែខ្ញុំនិយាយលើកដូចជាសម្រាយនៅហេតុការណ៍ទាំងអស់ហ្នឹងអញ្ចឹងណាមករយៈចុងក្រោយខ្ញុំក៏បានគិតពិចារណាខ្លួនឯងដោយសារការធ្វើវីដេអូទាំងអស់ហ្នឹងវាប្រៀបដូចជាការគេហៅថា spread out ការចែករំលែកនៅទង្វើក៏ដូចជាសកម្មភាពពើហិង្សាសាហាវប្រៃផ្សៃអញ្ចឹងណាបាទទៅកាន់អ្នកទេសនា audience របស់ខ្ញុំហើយនិយាយស្មោះត្រង់ណាអ្នកទេសនារបស់ខ្ញុំភាគច្រើនគឺសិតតែក្មេងៗខ្ញុំគិតឃើញថាកាលណាខ្ញុំបន្តសកម្មភាពបន្តការធ្វើ content ទាក់ទងទៅនឹងការចែករំលែកអំពើហិង្សាសកម្មភាពកាប់សម្លាប់គ្នាយ៉ាងពេកទៅគឺអត់កើតទេត្រូវតែបញ្ឈប់ចឹងហើយបន្ទាប់ពី TikTok ban បើសិនជាខ្ញុំនៅតែចង់ធ្វើ content ទាក់ទងទៅនឹងរឿងពើហិង្សាប្រៃផ្សាយទាំងអស់ហ្នឹងគឺខ្ញុំធ្វើបានដូចគ្នាបង្កើត TikTok ថ្មីផុសអត់ខ្វះអ្នកមើលទេបាទប៉ុន្តែខ្ញុំមានកូនចិត្តមួយគឺខ្ញុំចង់បញ្ឈប់content ទាំងអស់ហ្នឹងសុខចិត្តឥឡូវហ្នឹងមកដូរធ្វើ content ទាក់ទងទៅនឹងករណីគិតកម្មបែបអាត់កំបាំងបែបចម្លែកអីចឹងទៅនៅក្នុង account TikTok ថ្មីរបស់ខ្ញុំដែលបងប្អូនទាំងអស់គ្នាកំពុងឃើញវីដេអូហ្នឹងទោះបីជាមិនសូវមានអ្នក view ច្រើនក៏ខ្ញុំសប្បាយចិត្តនឹងធ្វើបើយើងប្រៀបធៀបជាមួយនឹង content ដែលខ្ញុំធ្វើនៅក្នុង TikTok ចាស់ផុសមួយថ្ងៃមានវីដេអូខ្លះលោតដល់1លានជាងអីហើយក្នុង TikTok ចាស់ខ្ញុំចាំបានមានវីដេអូដែលលោតដល់1លាន view មានដូចជា3វីដេអូបាទហើយផុសក្រោយគឺview គឺឡើងខ្លាំងមែនតើតែតាមគ្នាហ្នឹងក៏វាមានបញ្ហា TikTok ban អីចឹងទៅហើយស្របគ្នាហ្នឹងក៏មកយកចុងក្រោយដឹងហើយនៅខ្មែរយើងគឺមានទាក់ទងនឹងករណីអំពើហិង្សាកាប់សម្លាប់គ្នាសាហាវប្រៃផ្សាយខ្លាំងមែនតើដល់ពេលអញ្ចឹងទៅគឺខ្ញុំមានអារម្មណ៍មួយគឺមានអារម្មណ៍ថាខុសខ្លួនឯងមែនតើទោះបីជាខ្ញុំមិនបានទៅអ្នកប្រព្រឹត្តអំពើហិង្សាទាំងអស់ហ្នឹងក៏ពិតមែនក៏ប៉ុន្តែខ្ញុំមានអារម្មណ៍មានកូនចិត្តមួយថាខ្ញុំធ្លាប់បានចែករំលែកនៅសកម្មភាពដែលគេកាប់សម្លាប់គ្នាហ្នឹងទៅកាន់អ្នកមើលរបស់ខ្ញុំធ្វើអ្នកមើលរបស់ខ្ញុំគាត់ទទួលបានព័ត៌មានទាំងអស់ហ្នឹងឯផ្សេងៗគាត់មានអារម្មណ៍មួយគឺទៅតាមហ្នឹងអញ្ចឹងទៅអញ្ចឹងហើយក្រោយពេលរាល់ពេលដែលខ្ញុំ
ឃើញព័ត៌មានទាក់ទងទៅនឹងការកាប់សម្លាប់គ្នានិយាយនៅក្នុងស្រុកខ្មែរនេះដូចមួយរយៈមុនឃើញមានការកាប់សម្លាប់គ្នាសាហាវគោកខើព្រៃផ្សៃខ្ញុំអាចនិយាយបានអស់គ្នាទៅដឹងសាច់រឿងដល់ពេលអញ្ចឹងទៅធ្វើខ្ញុំចាគិតថាបើសិនជាខ្ញុំនៅបន្តធ្វើអា content ទាំងអស់ហ្នឹងទៀតវាដូចវាមិនខុសអីពីការចែករំលែក spread out សកម្មភាពអំពើហិង្សាអីទាំងអស់ហ្នឹងទៅកាន់អ្នកមើលអ្នកទស្សនាបាទចឹងហើយ content របស់ខ្ញុំវគ្គក្រោយនេះគឺខ្ញុំព្យាយាមអត់ធ្វើទាក់ទងទៅនឹងក្រុមកតាលហ្នឹងទេឬក៏អាចធ្វើប៉ុន្តែมันស៊ីជម្រៅទាក់ទងនឹងអំពើហិង្សាទាំងអស់ហ្នឹងទេអញ្ចឹងវីដេអូនេះមានអីច្រើនគ្រាន់តែចង់ជម្រាបទៅកាន់បងប្អូនដែលគាត់តែងតែឆាតសួរមានអ្នកឆាតសួរអ្នក comment សួរក្នុង TikTok ថ្មីខ្ញុំក៏មានអ្នកឆាតសួរ comment សួរដែរក៏សួរទៅបង TikTok ចាស់តាណាអីតាណាអញ្ចឹងហើយមានជួបបងប្អូនអ្នកនៅខាងក្រៅគាត់សួរនាំអញ្ចឹងទៅក៏មានអារម្មណ៍មួយក៏សប្បាយចិត្តដែររំភើបមានអ្នកតាមដានយើងអីចឹងណាបាទជួបនៅខាងក្រៅយើងគាត់សួរនាំតែដូចក្នុងវីដេអូខ្ញុំបានជម្រាបក្នុងវីដេអូអស់ហើយសាច់រឿងវាមានប៉ុណ្ណឹងបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ